18 ខែកក្កដាឆ្នាំ2019 ម៉ោង 10:30 នាទីព្រឹក ស្ថិតនៅក្នុងខេត្ត Kyoto នៃប្រទេសជប៉ុន មានករណីបុរសអាយុ 41 ឆ្នាំម្នាក់បានយកសាំងប្រហែលជា 40 លីត្រចាក់ស្រោចនៅក្នុងអគារមួយកន្លែង ដែលជាការិយាល័យផលិតរឿងអានីមេដ៏ល្បីល្បាញប្រចាំខេត្ត Kyoto ហើយក៏បានដុតឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងអគារនោះមានមនុស្សចំនួន 70 នាក់ ក្នុងនោះមាន 36 នាក់ត្រូវបានស្លាប់ និងមានអ្នករងរបួសធ្ងន់ស្រាលចំនួន 34 នាក់ វាគឺជាហេតុការណ៍ដែលមានអ្នកស្លាប់ច្រើនដ៏អាក្រក់បំផុតរបស់ជប៉ុន តោះយើងមកដឹងលម្អិតជាមួយគ្នាអំពីហេតុការណ៍នេះ ជនដៃដល់មានឈ្មោះថា Aoba Shinji មានអាយុ 41 ឆ្នាំ ជាអ្នករស់នៅក្នុងខេត្ត Kyoto ប៉ុន្តែ Aoba មានស្រុកកំណើតនៅខេត្ត Saitama គាត់មានបងប្រុសម្នាក់និងប្អូនស្រីម្នាក់ ហើយ Aoba គឺជាកូនទី 2 កាលនៅក្មេងគាត់គឺជាក្មេងដែលគួរឲ្យស្រឡាញ់ និងពូកែបង្កើតទំនាក់ទំនងយ៉ាងខ្លាំងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែនៅពេលដែល Aoba គាត់បានចូលរៀនថ្នាក់អនុវិទ្យាល័យ គាត់ក៏ត្រូវបានក្មេងៗដទៃទៀតធ្វើបាប រហូតលែងចង់ទៅសាលាទៀតក៏មាន ហើយក៏មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចាប់ពីពេលនោះមក ក្រោយមកគាត់ក៏បានក្លាយជាមនុស្សម្នាក់ដែលមិនសូវមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនទៅវិញ ចូលចិត្តធ្វើអ្វីតែឯង ហើយឆាប់ឆេវឆាវ និងមិនចេះទុកកំហឹងខ្លួនឯងនោះទេ ហើយគាត់គឺជាមនុស្សមិនសូវខ្វល់ពីគំនិតអ្នកដទៃឡើយ Aoba តែងតែឲ្យតម្លៃទៅលើគំនិតរបស់ខ្លួនជាចម្បង នៅពេល Aoba ចូលរៀនថ្នាក់វិទ្យាល័យ គាត់ក៏បានចូលធ្វើការក្រៅម៉ោងជាអ្នករៀបចំឯកសារនៅក្នុងសាលាក្រុងនៃខេត្ត Saitama Aoba ចូលចិត្តលេងហ្គេម និងសរសេររឿងប្រឡំលោកយ៉ាងខ្លាំង នៅមុនពេលកាត់ហេតុ គាត់ក៏បានដាក់ពាក្យចូលរួមប្រឡងនៅក្នុងកម្មវិធីសរសេររឿងប្រឡំលោក ដែលមានការរៀបចំឡើងនៅក្នុងអគារកាត់ហេតុនោះឯង ប៉ុន្តែមិនត្រូវបានជ្រើសរើសជាបេក្ខជនប្រកួតនោះទេ Aoba មិនសប្បាយចិត្តនោះទេ ដែលខ្លួនមិនបានចូលរួមនៅក្នុងកម្មវិធីនោះ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានគិតថាក្រុមហ៊ុនផលិតរឿងអានីមេខាងលើបានលួចចម្លងសាច់រឿងដែលជាស្នាដៃរបស់គាត់ថែមទៀតផង ហើយវាបានធ្វើឲ្យគាត់កាន់តែមានកំហឹងយ៉ាងខ្លាំងចំពោះក្រុមហ៊ុនផលិតរឿងអានីមេនោះ ដោយសារតែមានការយល់ច្រឡំនោះហើយបានធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់ Aoba កាន់តែធ្ងន់ធ្ងរឡើង ក្រោយមក Aoba បានរៀបចំផែនការដុតកំទេចអគារដែលជាការិយាល័យរបស់ក្រុមហ៊ុនផលិតរឿងអានីមេនោះតែម្ដង នៅមុនថ្ងៃកាត់ហេតុប្រហែលថ្ងៃ គាត់ក៏បានទិញសាំងដើម្បីត្រៀមធ្វើសកម្មភាព នៅថ្ងៃកាត់ហេតុ បុគ្គលិកបានទៅធ្វើការជាធម្មតា គ្រប់យ៉ាងមិនមានអ្វីខុសប្រក្រតីនោះទេ Aoba បានយកសាំងដែលខ្លួនបានត្រៀមទុក ហើយចាក់ស្រោចនៅក្នុងអគារនោះ និងបានយកដង្កេះដុតឆេះយ៉ាងសន្ធោសន្ធៅ រួចក៏បានរត់គេចខ្លួនបាត់ស្រមោល មិនយូរប៉ុន្មានភ្លើងក៏បានឆេះរីករាលដាលពេញទាំងក្នុងអគារ ហើយសូម្បីតែពេលវេលាសម្រាប់រត់គេចក៏មិនមានគ្រប់គ្រាន់ដែរ ជាហេតុដែលធ្វើឲ្យមនុស្សជាច្រើនដែលកំពុងធ្វើការនៅក្នុងអគារនោះមិនអាចរត់គេចបានទាន់ពេលវេលា បណ្ដាលឲ្យមានចំនួនអ្នកស្លាប់យ៉ាងច្រើន បើទោះបីជាមានការអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យ និងក្រុមប៉ូលីសនៅក្នុងតំបន់ក៏ដោយ នៅតែមិនអាចស្រោចស្រង់ស្ថានភាពនោះបានឡើយ នៅក្នុងហេតុការណ៍នោះមានអ្នកស្លាប់ចំនួន 36 នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន 34 នាក់ ចំពោះហេតុការណ៍នោះមិនត្រឹមតែនៅក្នុងប្រទេសជប៉ុននោះទេ សូម្បីតែសារព័ត៌មានរបស់បរទេសក៏បានចុះផ្សាយដែរ ក្រោយហេតុការណ៍នោះបានកើតឡើង មានមនុស្សជាច្រើនបានសរសេរសាររំលែកទុក្ខ និងបានរៃអង្គាសប្រាក់ជាច្រើនជួយដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ហើយក៏មានការជជែកវែកញែកអំពីអ្នកដែលមានបញ្ហាផ្លូវចិត្ត គួរតែមានការយកចិត្តទុកដាក់ឲ្យបានច្រើនជាងមុន ជាក់ស្ដែងនៅក្នុងករណីនេះគឺបណ្ដាលមកពីការយល់ច្រឡំ និងបញ្ហាផ្លូវចិត្តនេះឯង ចំពោះក្រុមហ៊ុនផលិតរឿងអានីមេខាងលើត្រូវបានខូចខាតយ៉ាងច្រើនពលគឺបាត់បង់បុគ្គលិក ខូចខាតអគារការិយាល័យទាំងស្រុង បាត់បង់ទិន្នន័យរឿងដែលមិនទាន់ផលិតរួច និងរឿងដែលគ្រោងនឹងផលិតខ្ទេចអស់គ្មានសល់ នៅថ្ងៃទី 27 ខែឧសភាឆ្នាំ 2020 ប៉ូលីសបានចាប់ខ្លួន Aoba ហើយនៅខែមករាឆ្នាំ 2025 Aoba ត្រូវបានតុលាការរបស់ជប៉ុនសម្រេចកាត់ទោសប្រហារជីវិតជាផ្លូវការ បច្ចុប្បន្នគាត់កំពុងតែឃុំខ្លួនរងចាំការប្រហារជីវិត ទាំងនេះគឺជារឿងរ៉ាវដុតអគារការិយាល័យរបស់ក្រុមហ៊ុនផលិតរឿងអានីមេដែលកើតចេញពីការយល់ច្រឡំ និងបញ្ហាផ្លូវចិត្តដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសជប៉ុន ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តរឿងរ៉ាវទាក់ទងនឹងប្រទេសជប៉ុន មិនថាតែរឿងក្តីឃាតកម្ម ឬក៏ព្រឹត្តិការណ៍ផ្សេងៗនោះទេ សូមចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មី វីដេអូយើងចប់ត្រឹមហ្នឹង ជួបគ្នាវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី